បើសិនជាម្នាក់នេះមិនស្រឡាញ់មានឬច្រើនទៀតដែលគេព្រមនឹងស្រឡាញ់យើងប្រយោគនេះគឺវាពិតខ្លាំងមែនទែនអ្នកគ្នាពីព្រោះនៅលើโลกនឹងអត់ខ្វះទេមនុស្សដែលយើងអាចនឹងជួបមនុស្សដែលអាចនឹងចូលមកក្នុងជីវិតរបស់យើងប៉ុន្តែមនុស្សភាគច្រើនអត់មានក្តីសុខដោយសារគេដោយសារអត់ព្រមទទួលយកការពិតពីព្រោះបើសិនជាយើងនៅក្នុងទំនាក់ទំនងហើយយើងមានអារម្មណ៍ថាយើងអត់មានក្តីសុខយើងដូចទ្រាំវេទនាយើងទ្រាំពិបាកទ្រាំឈឺចុកចាប់ដើម្បីឲ្យយើងនៅជាមួយនឹងម្នាក់នឹងដើម្បីឲ្យយើងបានតាក់ទងជាមួយនឹងម្នាក់នឹងខ្ញុំគិតថាវាមិនមែនជាអ្វីដែលចាំបាច់ទេព្រោះអត់មាននរណាម្នាក់ដែលគេដាក់សម្ពាធលើយើងថាយូត្រូវតែទ្រាំនៅជាមួយនឹងម្នាក់នឹងយូហាមទៅចោលម្នាក់នឹងយូហាមសុំម្នាក់នឹងបាយអត់មានអ្នកណាគេដាក់សម្ពាធយើងទេគឺយើងខ្លួនយើងមានសិទ្ធិក្នុងការជ្រើសរើសយើងខ្លួនយើងមានសិទ្ធិនៅក្នុងការដែលយើងដើរចេញពីទំនាក់ទំនងណាមួយដែលធ្វើឲ្យយើងពិបាកវេទនាហើយបើសិនជាសួរថាអស់បាយពីម្នាក់នឹងទៅខ្ញុំមានសមត្ថភាពនឹងរកមនុស្សដែលអស្ចារ្យជាងនឹងរកមនុស្សដែលល្អជាងនឹងបានអត់ឬក៏មានឱកាសជួបជាមួយនឹងមនុស្សដែលល្អជាងនឹងអត់ខ្ញុំគិតថាមានអ្នកណាមើលដឹងពីថ្ងៃអនាគតទេប៉ុន្តែបើសិនជាយើងរស់នៅក្នុងទំនាក់ទំនងនឹងបច្ចុប្បន្នហើយយើងអត់មានក្តីសុខហើយយើងពិបាកអញ្ចឹងសួរដើរចេញមកពីព្រោះអនាគតវាអាចនឹងឲ្យយើងជួបមនុស្សដែលល្អជាងនឹងក៏ថាបានពីព្រោះអ្នកគ្នាត្រូវគិតថាការដែលយើងហ៊ានផ្លាស់ប្ដូររឿងតិចតួចឬមួយក៏រឿងអ្វីមួយនៅក្នុងបច្ចុប្បន្នវាអាចជាការផ្លាស់ប្ដូរអនាគតមួយដ៏ធំធេងវាអាចជាការធ្វើអនាគតរបស់យើងល្អប្រសើរជាងមុនក៏ថាបានស៊ូ